ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងក្រសួងអភិវឌ្ឍជនបទបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការអភិវឌ្ឍភូមិនៅកម្ពុជាដោយផ្ដោតលើប្រធានបទ 1. ការអភិវឌ្ឍភូមិគំរូ 2. ការវិភាគនិងធ្វើចំណាត់ថ្នាក់អភិវឌ្ឍភូមិនៅទូទាំងប្រទេសកម្ពុជា 3. ករណីសិក្សាការអភិវឌ្ឍជនបទនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង 4. លំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ 5. ទស្សនៈទានឆ្ពោះទៅការរៀបចំបុរីជនបទសូមគូបញ្ជាក់ថាក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងក្រសួងអភិវឌ្ឍជនបទតែងតែធ្វើការសហការស្អិតរមួតហើយសិក្ខាសាលានៅថ្ងៃនេះមានគោលបំណងពិគ្រោះយោបល់ពិនិត្យនិងវិតម្លៃលើសកម្មភាពដែលយើងបានអនុវត្តកន្លងមកដើម្បីអាចដាក់ចេញទិសដៅអនុវត្តបន្តឲ្យបានកាន់ត្រឹមត្រូវក្នុងគោលបំណងរួមគ្នារៀបចំស្រុកទេសរៀបចំអភិវឌ្ឍភូមិឋាននិងកសាងខឿនសេដ្ឋកិច្ចជាតិធ្វើឲ្យកម្ពុជាជាកម្ពុជាមាតុភូមិខ្ញុំដោយផ្អែកលើកិច្ចការរៀបចំដែនដីនិងនគររូបនីយកម្មដែលនឹងប្រែក្លាយភូមិឋានឲ្យទៅជាបរិយាជនបទភូមិឋានខ្សែងខ្សាននិងទំនុំសុភមង្គលលើកស្ទួយជីវភាពប្រជាជនឲ្យមានលំនៅឋានរស់នៅសមរម្យម្ហូបលើតុមានប្រាក់ចំណូលកូនទៅរៀននិងពេលវេលាលំហែជួបជុំគ្រួសារនេះបើយោងទៅតាមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការអភិវឌ្ឍភូមិឋាននៅកម្ពុជានៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នាថ្ងៃទី4 ខែមិនិនាឆ្នាំ2026នេះ